cái lá con bua cứ mơ mình đằng và nó đi Odegaard đấy thom đa đấy là bua bạt và Saka là bua tiếp chiến là bua tiền và nó Saliba 10 tiền và nơi ta bua ấy Raja rồi ấy tới chỉ riêng như này và chẳng cứ đi chỉ riêng mà đẹp control Arsenal cứ gọi access bài chết đi và để sang tập banh bua cái lá con bạt để lấy và dương tập lập mà riêng mới tiếp vào đầu bên trong đó ấy riêng menu rồi menu và khơi mà đang mà đời cá là cái sau chứ này và sau vậy nè soi đài sáu thom đá đấy bạn men thà nhóm mình bây đã còn trời mình rút vào lấy on mà và anh vậy ban tha bây sai cái hôm năm đi và chỉ còn đại on và miền đọc làmประตูក្នុងដៃបាទដល់ទៅពេល Arsenal ក្រុមខ្លាំងបាទគេថាប្រចាំឆ្នាំបាទមាន19ខុសគ្នា4ពងខ្ញុំអីបាទមួយក្រុមអន់មួយក្រុមខ្លាំងបាទដល់ឡើង22ហើយបាទខ្ញុំខុស7បាទអញ្ចឹងមានថាក្រុមខ្លាំងញូទី16បាទក្រុមខ្លាំងបាទក្រុមខ្លាំងផុតណាបាទលើតែក្រុមអន់ផុតតែ6ពងអីទេបាទបានពីដល់មើលទេអេតចប់អត់ដឹងបាទព្រោះឯ Manchester United ប្រហែលប្រកួតចុងក្រោយនេះបាទយើងអាចឃើញទម្រង់លេងរបស់លោកអាមរីមចាប់ផ្ដើមផ្សាំណាបាទមិននិយាយនេះគឺនិយាយក្នុងនៃណាអ្នកគ្រប់គ្រងឬក៏យើងចង់លើកជើងអីទេហើយនិយាយលោកម៉ាស៊ីននិយាយលេងទេបាទយើងឃើញកីឡាករ Manchester United ចាប់ផ្ដើមយល់ពីទម្រង់បាទចាប់ផ្ដើមគេដឹងពីតាក់ទិចគ្រូចង់បានអីកីឡាករចាប់ផ្ដើមលេងត្រូវគ្នាគ្រាន់តែយើងឃើញថាស្លាប់ការដោះដូរគ្រូកីឡាកររបស់គ្រូនឹងរៀងមានភាពរញ៉េរញ៉ៃបន្តិចបាទបន្ទាប់មួយអ្នកដំបូងរបស់លោកអាមរីមលេងពេញសាច់គឺល្អប៉ុន្តែនៅពេលដែលមានការផ្លាស់ប្ដូរសមាជិកកីឡាករដូរឌូគូដូរអ៊ូកាតេបាទដូរអាម៉ាត់ចេញឬក៏ដូរអ្នកណាចេញកាសេមីរ៉ូអីចេញចាប់ផ្ដើមជ្រាយបាទអញ្ចឹងគឺអានេះជាអ្វីដែលអ្នកគ្រប់គ្រងគាត់បាទមើលឃើញថាវាមិនសូវជាល្អប៉ុន្តែអាចថាជារឿងមួយដ៏ល្អដែរដែលបិសាយក្រហមមកក្នុងចំណោមបាទ6ប្រកួតចុងក្រោយចាញ់តែមួយបាទឈ្នះទាំងអស់បាទដែលគឺជារឿងមួយដែលអ្នកគ្រប់គ្រងសប្បាយចិត្តហើយសង្ឃឹមថាអ្នកគ្រប់គ្រងសង្ឃឹមថានឹងធ្វើបានល្អហើយសប្តាហ៍នេះបាទ Man U Arsenal នៅមានឈ្នះបាទ Chelsea Man City Liverpool ចាញ់បាទ Spurs ក៏ឈ្នះអញ្ចឹងគឺជារឿងមួយល្អដែរបាទមានការប្រជែងព្រឹងប៉ុន្តែ Arsenal ឆ្នាំនេះគឺល្អមែនតើបាទឈ្នះប្រផិតប្រផោយចុងម៉ោងមកគឺ3ពងរហូតថ្ងៃប៉ះ Fulham ខ្ញុំថាស្មើហើយណាបាទមក corner ចុងក្រោយ flop បាទ3ពិន្ទុបាទអញ្ចឹងនៅក្របខ័ណ្ឌ Premier League គឺនឹងមានការប្រកួតប្រជែងជាបន្តហើយមិនមែនថាដោយសារតែ Arsenal ឈរនៅកំពូលតារាងប្រអាប់ Arsenal ទេអាក្របខ័ណ្ឌ Premier League នេះមួយនេះគឺតើតែសប្តាហ៍ទី30ឡើងបានដឹងថាក្រុមណាលើពីនបាទ30 32 33បានដឹងបាទដូចឆ្នាំណា Arsenal ប្រជែងដល់សប្តាហ៍ទី38បាទប្រជែង38បាទមិនធម្មតាទេបាទដូច Liverpool Man City ប្រជែងដល់38បាទអញ្ចឹងគឺក្របខ័ណ្ឌ Premier League នេះគឺជាក្របខ័ណ្ឌដែលទទួលបានការចាប់អារម្មណ៍និងមានប្រជាប្រិយភាពខ្លាំងជាងគេបាទអញ្ចឹងគឺมันអាចថាគិតថានាំមុខគេប៉ុណ្ណឹងបាទអាចដែរបាទចាញ់តែ3ប្រកួតឬក៏ផ្លាត់តែ3ប្រកួតស្មើមើលបាទគេតាមតាន់បាទគេតាមតាន់បាទអញ្ចឹងនេះគឺជារឿងរ៉ាវបាទនៅក្នុងក្រប